នេះគឺជាលទ្ធផលដែលម្ចាស់ចម្ការជឿតាមគេបាទមិនមែនជឿតាមគេប្រើប្រាស់ថ្នាំអីទេគឺជឿតាមពាក្យគេថាអត់មានបាញ់អីក៏បានផលដែរបាទឥឡូវរហូតមកដល់ពេលនេះគឺខែ3បាទគឺពាក់កណ្ដាលខែ3ហើយយើងឃើញថាចន្ទទីនេះបាទឆ្លងកាត់ជាមួយនឹងបញ្ហាភ្លៀងកក់ខែច្រើនដងបាទអញ្ចឹងយើងឃើញថាក្តាប់ចេញមកតិចមែនតើហើយក្តាប់ខ្លះក៏ខូចទៅវិញបាទផ្កាក៏ក្រៀមច្រើនមែនតើបាទអញ្ចឹងនេះជាលទ្ធផលដែលយើងមិនថែវាទុកវាចោលហើយទន្ទឹងរង់ចាំផលដែលទទួលបានតាមធម្មជាតិបាទគឺយើងបានមកអញ្ចឹងបាទហើយម្ចាស់ចការពេលដែលឃើញចន្ទទីរបស់ខ្ញុំដែលប្រើប្រាស់ថ្នាំជាប្រចាំទៅឃើញផលមកច្រើនហើយក៏គាត់សួរបាទថាតើរបស់គាត់អាចកែច្នៃបានអត់អញ្ចឹងខ្ញុំក៏អត់តន់ឆ្លើយដែរខ្ញុំប្រាប់ថាតើតែឃើញចន្ទទីសិនបាទបើចន្ទទីនឹងអាចកែបានខ្ញុំប្រាប់ថាកែបានតែបើចន្ទទីនឹងវាហួសពេលកែហើយអាហ្នឹងมันអាចបាទជួយបានទេអញ្ចឹងឥឡូវជាក់ស្ដែងយើងមើលចន្ទទីនេះបាទវារងផលប៉ះពាល់ដោយសារកត្តាជំងឺផ្សិតវៃលុកខ្លាំងធ្វើឲ្យបាទវាមានកត្តាច្រើនបាទទី1គឺវាខ្សោយកម្លាំងផងបាទខ្សោយកម្លាំងហើយវាជួបបញ្ហាផ្សិតទៀតកំឡុងពេលភ្លៀងកក់ខែហ្នឹងគឺផ្កាវាក្រៀមច្រើនបាទហើយក្តាប់ដែលចេញមកមួយហ្នឹងក៏ក្រៀមទៅវិញដែរបាទអញ្ចឹងសម្រាប់ចន្ទទីនេះបាទជាចម្លើយជូនទៅគាត់វិញគឺចន្ទទីនេះគឺយើងដើម្បីដឹងថាតើជួយបានឬក៏មិនបានយើងត្រូវពិនិត្យមើលផ្កាបាទដែលវាក្រៀមថាតើវាក្រៀមប្រមាណភាគរយបាទក្រៀមប្រមាណនៅប្រមាណបាទយើងមើលពិនិត្យមើលជាក់ស្ដែងបាទជំងឺផ្សិតគឺនៅពេញតងផ្កាតែម្ដងបាទនេះខាងខ្មៅស្អិតតែជំងឺផ្សិតហើយបាទហើយដល់ឡែកយើងមើលផ្កានេះក្រៀមផ្កាដែលរីកគឺវាក្រៀមប៉ុន្តែវានៅផ្កាកំពុំនេះច្រើនខ្ទង់ 50% ដែរក្នុងមួយចកោមបាទអញ្ចឹងផ្កាកំពុំវានៅច្រើនគួរសមដែរអញ្ចឹងយើងអាចសង្គ្រោះបានចន្ទទីប្រភេទនេះបាទវាក្រៀមតែផ្កាវគ្គមុនទេបាទវារីកហើយក្រៀមទៅវិញតែយើងនៅផ្កាកំពុំនេះអញ្ចឹងយើងសង្គ្រោះទៅលើផ្កាដែលនៅកំពុំនេះបាទគឺយើងផ្ដោតទៅលើផ្កាដែលនៅកំពុំហ្នឹងបាទធ្វើយ៉ាងណាឲ្យវារីកមកមានកម្លាំងវាអាចបង្កាត់ក្តាប់មកបានបាទហើយយើងថែក្តាប់ថែអីទៅគឺយើងនឹងបានផលបាទបានផលច្រើនអញ្ចឹងក្នុងការកែបញ្ហានេះបាទយើងវគ្គទី1គឺយើងត្រូវប្រើបាទគឺយើងប្រើជាមួយនឹងថ្នាំជំងឺបូកជាមួយនឹងថ្នាំសត្វល្អិតបាទដោយសារតែខែនេះយើងមានភ្លៀងកក់ខែអញ្ចឹងសត្វល្អិតគឺប្រកាសជាមានហើយបាទយើងអាចនឹងមានជួបបញ្ហាមុខតែឬក៏មុខពពួកតកៅអីជាដើមបាទអញ្ចឹងគឺយើងបូកថ្នាំជំងឺលាយជាមួយនឹងបាទថ្នាំសត្វល្អិតហើយបន្ថែមជាមួយនឹងសារ៉ាយសមុទ្របាទដើម្បីជួយសម្រួលទៅដល់បាទប្រព័ន្ធដំណើរការរបស់សារធាតុចិញ្ចឹមបាទធ្វើឲ្យយ៉ាងណាសារធាតុចិញ្ចឹមវាដើរមកគ្រប់តំបន់មកដើម្បីឲ្យផ្កានេះវាមានកម្លាំងរីកបាទហើយបើអាចយើងគួរតែបន្ថែមបាទជាមួយនឹងកាល់ស្យូមបូរុនដើម្បីជួយបំពន់ផ្កានៅកំពុំនេះបាទអញ្ចឹងបើសិនជាយើងបានថែមជាមួយនឹងកាល់ស្យូមបូរុនធ្វើឲ្យផ្កាកំពុំហ្នឹងវាមានលំអងកេសរច្រើនគ្រប់គ្រាន់ក្នុងការបង្កាត់ក្តាប់បាទប៉ុន្តែយើងមើលទៅតាមស្ថានភាពអាកាសធាតុផងដែរបាទបើសិនជាអាកាសធាតុវាមិនអំណោយផលវាចង់ភ្លៀងអាប់អួយអញ្ចឹងយើងមិនអាចលាយកាល់ស្យូមបូរុនទេបាទយើងបាញ់ត្រឹមតែថ្នាំជំងឺថ្នាំសត្វល្អិតហើយនឹង